14ថ្ងៃផ្លាស់ប្ដូរជីវិតជាមួយនឹងការអនុវត្តច្បាប់ស្រូបទាញចាបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺជាថ្ងៃទី6ហើយណា Day 6 Day 6កាលពី Day 5យើងមកស្គាល់អំពីច្បាប់ស្រូបទាញស្គាល់អំពីចក្រវាលមែនទេអញ្ចឹងថ្ងៃនេះគឺជាថ្ងៃទី6ណា Day 6គឺយើងនិយាយអំពីអ្វីទៅចា Day 6គឺយើងនិយាយអំពីការដាក់គោលដៅណាបងប្អូនចាថ្ងៃនេះយើងដូចសំឡេងមិនសូវបាននិយាយពីការដាក់គោលដៅតែមុននឹងចូលទៅដល់សាច់រឿងខ្ញុំក៏សូមធ្វើការរំលឹកដឹងបុណ្យគុណណាទៅដល់គ្រូបាអាចារ្យរបស់ខ្ញុំគឺអ្នកម្ដាយរួយដែលអ្នកម្ដាយបានចែករំលែកច្បាប់ស្រូបទាញជារាជិនីច្បាប់ស្រូបទាញនៅប្រទេសកម្ពុជាក៏ដូចជា14ថ្ងៃផ្លាស់ប្ដូរជីវិតជារៀងរហូតនេះគឺជារបស់គាត់ផ្ទាល់អញ្ចឹងខ្ញុំក៏បានដកស្រង់ហើយក៏បានយកសម្ដីរបស់គាត់មកនិយាយជូនបងប្អូនស្ដាប់អញ្ចឹងបើសិនណាជាខុសទាស់លើសលួសកន្លែងណាសូមអធិស្ឋានហើយបងប្អូនស្ដាប់ហើយមិនយល់ឬក៏មិនច្បាស់កន្លែងណាអាចសួរឬក៏បងប្អូនអាចចូលទៅមើល YouTube របស់ម៉ែរួយដែលដាក់ថា14ថ្ងៃផ្លាស់ប្ដូរជីវិតជារៀងរហូតនៅក្នុង Channel YouTube របស់គាត់ណាអញ្ចឹងឥឡូវថ្ងៃទី6នេះគឺយើងនិយាយអំពីការដាក់គោលដៅបងប្អូនទាំងអស់គ្នាមនុស្សយើងម្នាក់គឺត្រូវតែមានគោលដៅនៅក្នុងជីវិតមែនទេអញ្ចឹងកាលណាយើងអត់មានគោលដៅវាហាក់ដូចជាមួយថ្ងៃវាដូចជាដំណើរការជីវិតរបស់យើងវាហាក់ដូចជាមិនដឹងថាធ្វើអីណាបើភ្នែកឡើងមិនដឹងធ្វើអីយើងដូចតែស្គរតាមគេតាមឯងព្រលឹមឡើងមិនដឹងភ្ញាក់ស្មើណាមិនដឹងទៅណាមិនដឹងធ្វើអីមិនដឹងចាប់អីមុនមិនដឹងកាន់អីមុនមិនដឹងទៅធ្វើការរស់ស៊ីអីអញ្ចឹងណាបងប្អូនអញ្ចឹងគេឲ្យយើងរៀនដាក់គោលដៅណាអញ្ចឹងថ្ងៃទី6នេះគឺយើងមកនិយាយគ្នាអំពីការដាក់គោលដៅនៅក្នុងជីវិតអញ្ចឹងការដាក់គោលដៅនេះបងប្អូនមិនមែនតែថាអ្នករស់ស៊ីមិនមែនតែថាអ្នកធ្វើការងារមិនមែនតែថាគឺមនុស្សគ្រប់គ្នាត្រូវតែមានគោលដៅក្នុងជីវិតរបស់ខ្លួនណាមានគោលដៅខ្លីគោលដៅវែងគោលដៅមធ្យមណាគឺយើងរៀនដាក់រឿងគោលដៅគឺជាគោលបំណងរបស់យើងមែនទេមនុស្សណាម្នាក់គឺយើងចង់បានមានបំណងប្រាថ្នារៀងខ្លួនអញ្ចឹងការដាក់គោលដៅគឺយើងដាក់ទៅតាមបំណងប្រាថ្នារបស់យើងរៀងខ្លួនអញ្ចឹងបងប្អូនមានបំណងប្រាថ្នាបែបណាចង់បានបែបណាគឺបងប្អូនរៀបចំជាគោលដៅរៀបចំជាការដាក់ឬក៏set គេហៅ set plan ណាចាset plan ចាគឺយើងរៀបចំដាក់គោលដៅរបស់យើងដើម្បីឲ្យយើងដឹងថាខែនេះយើងធ្វើអីថ្ងៃនេះយើងធ្វើអីឬក៏3ខែទៀតយើងចង់បានអីណាបងប្អូនចាអញ្ចឹងបងប្អូនទាំងអស់គ្នាគេថាចំណុចទី1នៃការដាក់គោលដៅណាចំណុចទី1នៃការដាក់គោលដៅអញ្ចឹងបងប្អូនទាយទាំងអស់គ្នាមើលតើចំណុចទី1នៃការដាក់គោលដៅគឺជាអ្វីណាចាចំណុចទី1នៃការដាក់គោលដៅចំណុចទី1គឺមុននឹងយើងដាក់គោលដៅគឺយើងត្រូវតែមានជំនឿសិនណាបងប្អូនចាមុននឹងយើងដាក់គោលដៅយើងត្រូវតែមានជំនឿសិនអញ្ចឹងជំនឿអ្វីគឺជំនឿទៅលើគោលដៅទៅលើបំណងប្រាថ្នារបស់យើងនឹងថាយើងដាក់ហើយពិតជាបានយ៉ាងពិតប្រាកដគោលដៅរបស់យើងដាក់ហើយយើងត្រូវតែជឿយើងជឿថាគោលដៅដែលយើងបានដាក់ហ្នឹងពិតជាបានសម្រេចបានផ្លែបានផ្កាជាមិនខានជឿ 100%ចាំយើងដាក់បើសិនណាជាបងប្អូនដាក់គោលដៅមួយនឹងហើយបងប្អូនអត់ជឿគឺគោលដៅនឹងប្រកាសជាអត់បានសម្រេចទេ 100% គឺដឹងថាអត់បានសម្រេចចាបំណងប្រាថ្នានឹងគឺអត់បានសម្រេចទេចឹងបញ្ជាក់ណាបងប្អូនគោលដៅគឺបំណងប្រាថ្នាគឺគោលដៅរបស់យើងនឹងឯងចាអញ្ចឹងមុននឹងយើងដាក់គោលដៅគេឲ្យយើងគិតណាគោលដៅរបស់យើងនឹងចង់បានអានឹងរយៈពេលប៉ុន្មានមានប្រចាំថ្ងៃមានប្រចាំខែមាន3ខែមាន6ខែមាន1ឆ្នាំ
មាន3ឆ្នាំឬក៏គោលដៅវែងបំផុតសម្រាប់ជីវិតរបស់យើងអញ្ចឹងបងប្អូនគិតទៅហើយអញ្ចឹងខ្ញុំឧទាហរណ៍បើសិនណាជាបងប្អូនជាអ្នករស់ស៊ីបងប្អូនជាអ្នកលក់ដូងគឺងាយបងប្អូនជាអ្នកលក់ដូងគឺងាយតែម្ដងបងប្អូនមានគោលដៅលក់ក្នុងមួយថ្ងៃឲ្យបានប្រមាណលក់ក្នុងមួយខែឲ្យបានប្រមាណលក់3ខែឲ្យបានប្រមាណអញ្ចឹងនេះជាគោលដៅរបស់យើងណាបងប្អូនចាអញ្ចឹងខ្ញុំឧបមាថាបងប្អូនគឺជាអ្នកលក់ផលិតផលទីហើយនៅជាខ្ញុំលក់ផលិតផលរួយអញ្ចឹងខ្ញុំមានគោលដៅរបស់ខ្ញុំថាឥឡូវខ្ញុំមានគោលដៅថាខ្ញុំត្រូវទៅលក់មួយថ្ងៃឲ្យបាន$50បងប្អូនគោលដៅដំបូងយើងកុំដាក់ច្រើនណាយើងដាក់តូចល្មមតែខ្លួនយើងជឿល្មមតែខ្លួនយើងជឿថាក្នុងមួយថ្ងៃយើងលក់បាន$50ល្មមតែយើងជឿបានតូចល្មមតែយើងអាចជឿបានណាបងប្អូនកុំដាក់ធំបំបាក់កខ្លួនឯងតែដាក់ម្ដងហើយមិនបានពីរដងហើយមិនបានគឺលែងជឿលែងធ្វើហើយមនុស្សយើងតែកាលណាខកបំណងញឹកញាប់គឺលែងជឿហើយមែនទេចាអញ្ចឹងដំបូងការដាក់គោលដៅរបស់យើងឬក៏បំណងប្រាថ្នារបស់យើងនឹងកុំឲ្យធំពេកអញ្ចឹងខ្ញុំឧទាហរណ៍ថាគោលដៅនៅក្នុងការលក់អញ្ចឹងដាក់ពីតូចទៅឥឡូវបងប្អូនគិតថាមួយថ្ងៃបងប្អូនលក់បាន$50បើសិនណាជាមិនបានទេបន្ថយមកថាប្រមាណ$20 $30លក់បានអត់បើសិនណាជាជឿថាលក់បានប៉ុន្មានបងប្អូនដាក់ប៉ុណ្ណឹងចាស់បើបងប្អូនជឿថា$50ក្នុងមួយថ្ងៃបងប្អូនលក់បានទេចុះ$10 $20ឬក៏100000 200000បងប្អូនអាចលក់បានអត់អញ្ចឹងគេឲ្យយើងដាក់ទៅតាមអ្វីដែលបងប្អូនជឿថាបងប្អូនអាចពិតជាធ្វើបានអញ្ចឹងណាបងប្អូនចានេះជាគោលដៅខ្លីឬក៏គោលដៅប្រចាំថ្ងៃអីហ្នឹងអញ្ចឹងអាហ្នឹងវាងាយទេបើសិនណាជាម្ដងពីរដងយើងធ្វើបានអាហ្នឹងគឺខួរក្បាលយើងចាប់ផ្ដើមជឿចិត្តរបស់យើងចាប់ផ្ដើមជឿអញ្ចឹងតើកាលណាចាប់ផ្ដើមជឿគឺយើងនឹងមានកម្លាំងចិត្តនៅក្នុងការអនុវត្តបន្តណាបងប្អូនទាំងអស់គ្នាអញ្ចឹងគោលដៅនេះបើសិនជាឥឡូវខ្ញុំទាថាយើងដាក់គោលដៅលក់ក្នុងមួយថ្ងៃឲ្យបាន$50អញ្ចឹងមិនថាថ្ងៃនឹងបាន$50ឬក៏មិនបានថ្ងៃនឹងបានតែ$10ថ្ងៃនឹងបានតែ$20ក៏ដោយគេឲ្យយើងទៅអរគុណណាគេឲ្យយើងទៅអរគុណទៅដល់វត្ថុស័ក្តិសិទ្ធិដែលយើងជឿឬក៏គ្រូបាអាចារ្យណាដែលយើងជឿឬក៏អ្នកណាមួយដែលយើងអាចជឿបានគេឲ្យយើងដូចជាជំនាញផ្ទះដូចជាអីផ្សេងវត្ថុស័ក្តិសិទ្ធិនៅក្នុងផ្ទះហ្នឹងគេឲ្យយើងទៅអរគុណគេឲ្យយើងទៅដុតធូបគេឲ្យយើងទៅនិយាយរាល់ថ្ងៃទៅអរគុណណាជំនាញផ្ទះដែលឲ្យខ្ញុំលក់ដាច់បានលុយចូល$50អរគុណគឺបងប្អូនធ្វើបែបនេះមិនមែនជាការសម្ដែងទេគឺជារឿងមួយដែលបងប្អូនត្រូវតែធ្វើឲ្យអស់ពីចិត្តបងប្អូនកុំគិតថាជារឿងសម្ដែងបងប្អូនធ្វើនឹងបានផលយ៉ាងពិតប្រាកដអញ្ចឹងពេលដែលបងប្អូនដាក់គោលដៅហើយបងប្អូនត្រូវតែជឿហើយធ្វើការអរគុណទៅដល់វត្ថុស័ក្តិសិទ្ធិអរគុណលុយ$50ហ្នឹងជារៀងរាល់ថ្ងៃនៅពេលណាដែលបងប្អូនបានលុយថ្ងៃហ្នឹងលក់ដាច់បាន$50ពឹបបងប្អូនត្រូវតែដំឡើងគោលដៅរបស់យើងពី50ទៅ100ពេលដែលបានដល់100ពឹបបងប្អូនត្រូវតែឡើងទៅដល់200 500អានេះជាការដាក់គោលដៅហើយពេលដែលយើងបានដល់គោលដៅតូចហ្នឹងគឺបងប្អូនចាប់ផ្ដើមដំឡើងភ្លាមណាព្រោះណាបងប្អូនទាំងអស់គ្នាអញ្ចឹងទៅសាកអនុវត្តធ្វើទាំងអស់គ្នាណាចាអញ្ចឹងនៅពេលដែលយើងដាក់គោលដៅហើយគោលដៅខ្លីៗណាអញ្ចឹងគោលដៅខ្លីៗហ្នឹងបងប្អូនគ្រាន់តែធ្វើបែបហ្នឹងទៅ
គោលដៅគឺថាមានរយៈពេលខ្លីមានរយៈពេលមធ្យមមានរយៈពេលវែងអញ្ចឹងគោលដៅរយៈពេលមធ្យមចាប់ពី3ខែឡើងទៅណា3ខែ6ខែ1ឆ្នាំ3ឆ្នាំណាបងប្អូនទាំងអស់គ្នាគោលដៅរយៈពេលវែងវាមាន3ឆ្នាំមាន5ឆ្នាំអីឡើងទៅអញ្ចឹងទៅហើយក៏គោលដៅអឺរយៈពេលវែងពេញមួយជីវិតតែម្ដងក៏មានដែរហ្នឹងណាបងប្អូនចាអញ្ចឹងបើសិនណាជាបងប្អូនដាក់គោលដៅខ្លីនឹងបានជោគជ័យច្រើនដងណាគេឲ្យយើងធ្វើ winning day ហ្នឹងធ្វើយ៉ាងម៉េចគឺ winning day នេះនៅពេលដែលបងប្អូនបានអ្វីក៏ដោយឧទាហរណ៍ថាលក់បាន$10បងប្អូនត្រូវតែធ្វើ winning day នេះថាយេយើងឈ្នះហើយយេយើងបានដល់គោលដៅហើយយេអរគុណលុយ$10ចូលមកហើយយេអរគុណលុយ$50ចូលមកហើយបងប្អូនអានេះគឺការធ្វើ winning day នេះគឺយើងធ្វើជារៀងរាល់ថ្ងៃធ្វើជារៀងរាល់ពេលនៅពេលដែលបងប្អូនមានអ្វីដែលចូលមកដូចជាមានគេបាញ់លុយចូលមកណាមានអតិថិជនវេលុយមកបងប្អូនត្រូវតែមានការត្រេកអរណាមានការត្រេកអរដើម្បីឲ្យចក្រវាឡដឹងថាអូគាត់អ្នកត្រូវការហ្នឹងគឺអញ្ចឹងចាំបាច់បញ្ជូនមកឲ្យយើងទៀតហ្នឹងឯងបងប្អូននេះជារឿងមួយដែលបងប្អូនជឿទៅបានផលជឿទៅបានផលចាអញ្ចឹងគោលដៅរយៈពេលខ្លីងាយបងប្អូនធ្វើហើយធ្វើ winning day ចាបន្ទាប់មកទៀតក្នុងកំឡុងពេលយើងកំពុងតែអនុវត្តគោលដៅតូចយើងក៏ត្រូវតែមានគោលដៅរយៈពេលវែងគោលដៅរយៈពេលមធ្យមដែរអញ្ចឹងកាលណាគោលដៅតូចធ្វើបានហើយគោលដៅតូចផ្សំគ្នាបានទៅជាគោលដៅរយៈពេលមធ្យមផ្សំគ្នាបានទៅជាគោលដៅរយៈពេលវែងមែនទេបងប្អូនចាដូច្នេះយើងត្រូវតែរៀបទៅបដើគ្នាតែម្ដងណាអញ្ចឹងការអនុវត្តគោលដៅតូចជារៀងរាល់ថ្ងៃធ្វើឲ្យយើងអនុវត្តនៅគោលដៅ3ខែ6ខែបានដល់ជោគជ័យណាបងប្អូនចាអញ្ចឹងគោលដៅ3ខែ6ខែបងប្អូនអាចទៅសេវាចេញមកថា3ខែទៀតបងប្អូនចង់បានអី3ខែទៀតបងប្អូននឹងមាននៅសល់អ្វីខ្ញុំឧទាហរណ៍ថាបងប្អូនលក់ក្នុងមួយថ្ងៃឲ្យបាន$50បងប្អូនឡើងទៅដល់$100ឡើងទៅដល់200 500ឡើងទៅដល់$1000អញ្ចឹងបងប្អូនគិតថាតើ3ខែក្រោយបងប្អូនចង់បានលុយប្រមាណឬក៏3ខែក្រោយបងប្អូនចង់មានអីវ៉ាន់ចូលប្រមាណឬក៏គោលដៅអ្វីមួយដែលបងប្អូនចង់បានអញ្ចឹងមុខជាសម្រាប់គោលដៅហ្នឹងហើយព្រោះអីយើងសម្រាប់ប្រចាំថ្ងៃមកហើយវាទៅជាសម្រាប់ប្រចាំខែបន្ទាប់មកវាក៏សម្រាប់3ខែ6ខែសម្រាប់1ឆ្នាំទៅតាមនឹងដូចគ្នាដែរអញ្ចឹងនេះគឺជាការសម្រេចបន្តគ្នាណាការសម្រេចបន្តគ្នាអញ្ចឹងបងប្អូនអាចសាកមើលបានណាបងប្អូនទាំងអស់គ្នាហើយចំពោះគោលដៅរយៈពេលមធ្យមឬក៏វែងបងប្អូនអាចទៅសេចេញណាអាចទៅសេចេញមកថាឥឡូវ3ឆ្នាំក្រោយបងប្អូនចង់បានអីផ្ទះវិឡាភ្លោះមួយឬក៏ឡាន500មួយអីបែបនេះបងប្អូនអាចទៅសេចេញមកគោលដៅរយៈពេលមធ្យមឬក៏រយៈពេលវែងនេះបងប្អូនគេឲ្យយើងធ្វើ dream board ហ្នឹងន័យថាម៉េច dream board ហ្នឹងគឺជារូបដែលជារូបសំណាកដែលជួយជំរុញចិត្តយើងឲ្យមើលឃើញគោលដៅរបស់យើងជារៀងរាល់ថ្ងៃចឹង dream board នេះខ្ញុំឧទាហរណ៍ថាឥឡូវ5ឆ្នាំទៀតបងប្អូនចង់បានផ្ទះវីឡាភ្លោះឬក៏វីឡា Queen ដែលនៅកន្លែងណាមួយចឹងបងប្អូនទៅថតវីឡាហ្នឹងយកមកដាក់ហើយមកបងប្អូនទៅថតរូបវីឡាហ្នឹងយកមកទុកមើលរាល់ថ្ងៃដើម្បីដាស់អារម្មណ៍ដាស់ចិត្តរបស់យើងថានេះគោលដៅ5ឆ្នាំទៀតឯងត្រូវតែទិញវីឡាហ្នឹងឲ្យបានណែ
អញ្ចឹងគេទុកដាក់អារម្មណ៍ហ្នឹងគេហៅថា dream board អញ្ចឹងការធ្វើ dream board នេះបងប្អូនចង់ធ្វើក៏បានធ្វើក៏បានអានេះជារឿងមួយនីតិវិធីនៅក្នុងការអនុវត្តគោលដៅរបស់យើងម្នាក់ប៉ុន្តែនៅក្នុងសិភៅគេសេថាការសម្រេចគោលដៅមួយដែលត្រឹមត្រូវមិនវិកវែងមិនបោះបង់គោលដៅគេឲ្យយើងធ្វើ dream board ណាបងប្អូនចាគេឲ្យយើងធ្វើ dream board ហើយកុំភ្លេចណាកុំភ្លេចថាអ្វីដែលបងប្អូនបានដាក់នោះគឺជឿផងណាគោលដៅដែលបងប្អូនបានដាក់ហ្នឹងគឺកុំភ្លេចជឿផងបើបងប្អូនមិនជឿទេគោលដៅហ្នឹងមុខជាមិនបានសម្រេចទេចាជឿហើយបងប្អូនដាក់គោលដៅហើយបងប្អូនប្រឡែងចោលឈប់នឹកវាហើយដល់ពេលដល់វេលាបងប្អូនចេះតែទៅរកស៊ីខ្ញុំបញ្ជាក់បន្តិចណាការដាក់គោលដៅក៏ដោយការមโนក៏ដោយការប្រូក្រាមអីក៏ដោយណាកុំភ្លេចរកស៊ីព្រោះគោលដៅដែលបានសម្រេចគឺតលតែមានលុយមែនទេចាគោលដៅដែលបានសម្រេចគឺតលតែមានលុយអញ្ចឹងលុយមកពីណាលុយមកពីការរកស៊ីចាអញ្ចឹងការប្រើច្បាប់ស្រូបទាញគឺជួយឲ្យយើងនេះរកស៊ីកាន់តែមានលឿនខ្ញុំនិយាយថាការប្រើច្បាប់ស្រូបទាញចំពោះការលក់ដូរផលិតផលវាធ្វើឲ្យយើងលក់ផលិតផលកាន់តែដាច់ជាងមុនការប្រើច្បាប់ស្រូបទាញជួយឲ្យយើងមានអតិថិជនកាន់តែច្រើនជាងមុនការប្រើច្បាប់ស្រូបទាញជួយឲ្យផលិតផលរបស់យើងនេះមានអ្នកទិញកាន់តែច្រើនជាងមុនគ្រាន់តែថាយើងនៅលក់នៅតែដដែលហ្នឹងមិនថាការប្រើច្បាប់ស្រូបទាញហើយដាក់គោលដៅហើយចេះមโนហើយអត់រកស៊ីអត់មានដឹងថាលុយមកផ្លូវណាទេណាអត់ដឹងថាលុយមកផ្លូវណាទេអញ្ចឹងបងប្អូនដាក់គោលដៅហើយដាក់គោលដៅតាមបេះដូងរបស់ខ្លួនឯងណាសូមបញ្ជាក់បន្តិចកុំដាក់គោលដៅតាមគេកុំឃើញគេហើយចង់ធ្វើតាមគេធ្វើតាមបេះដូងខ្លួនឯងណាធ្វើតាមបេះដូងខ្លួនឯងធ្វើតាមគេគឺខ្លួនយើងអត់ជឿគឺអត់បានសម្រេចទេមួយទៀតបងប្អូនខ្ញុំចង់បញ្ចប់ពីរឿងនេះបន្តិចក្នុងការដាក់គោលដៅគេថាការដាក់គោលដៅយើងត្រូវតែមានគេហៅថាបើសិនណាជាយើងបានអាគោលដៅដែលយើងដាក់ហ្នឹងបើសិនណាជាយើងបានលទ្ធផលមកតើលទ្ធផលហ្នឹងវាជួយទៅដល់អ្នកណាខ្លះលទ្ធផលហ្នឹងវាបានហុចផលទៅឲ្យអ្នកណាខ្លះបងប្អូនយើងកូនយើងប្តីយើងក្រុមគ្រួសារយើងឬក៏មនុស្សជុំវិញខ្លួនយើងបែបណាឬក៏សង្គមជាតិយើងបែបណាអញ្ចឹងគេឲ្យយើងជះលទ្ធផលបែបហ្នឹងណាបងប្អូនខ្ញុំឧទាហរណ៍ថាគោលដៅក្នុងរយៈពេល3ខែខ្ញុំត្រូវតែលក់ផលិតផលរួយឲ្យបាន$5,000ខ្ញុំឧទាហរណ៍អញ្ចឹងលុយ$5,000នេះសួរថាអ្នកឯងយកទៅធ្វើអីអញ្ចឹងនៅក្នុងគោលដៅយើងត្រូវតែសរសេរឬក៏យើងត្រូវតែគិតឲ្យហើយថាលុយ$5,000នេះយើងត្រូវតែយកវាមកដើម្បីណាផ្គត់ផ្គង់គ្រួសារបង់ថ្លៃសាលាកូនណាជួយទៅដល់កុមារកំព្រាក្មេងក្រីក្រគ្រួសារក្រីក្រខ្លះធ្វើបន់ធ្វើទានខ្លះគេឲ្យយើងគិតបែបហ្នឹងអញ្ចឹងបងប្អូនអានេះទោះបីជាបងប្អូនមិនយកទៅណាក៏ដោយដើម្បីតែផលប្រយោជន៍របស់ខ្លួនឯងក៏ដោយប៉ុន្តែគេឲ្យយើងគិតបែបហ្នឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងកាលណាគិតបែបហ្នឹងគឺធ្វើឲ្យខួរក្បាលរបស់យើងធ្វើឲ្យចិត្តរបស់យើងនេះមានសតិដ្ឋិនិយមថាពេលដែលយើងមានលុយយើងអាចជួយទៅដល់មនុស្សជុំវិញខ្លួនយើងបានពេលដែលយើងមានលុយយើងអាច
ទំនុកបំរុងគ្រួសាររបស់យើងបានអានេះគឺធ្វើឲ្យចិត្តយើងនេះคล้ายទៅជាមនុស្សចិត្តធម៌คล้ายទៅជាមនុស្សល្អហើយក៏កាន់តែល្អទៅទៀតណាបងប្អូនចា៎ការដាក់គោលដៅមួយទៀតចំណុចមួយទៀតការដាក់គោលដៅគឺបានសម្រេចគេឲ្យយើងមាន modeling ហ្នឹងគឺជាអ្វី modeling ហ្នឹងគឺជា model idol ណាបងប្អូនចាគឺជាមនុស្សម្នាក់ដែលយើងស្រឡាញ់ហើយជឿជាក់ហើយចង់ដូចហើយចង់បានហើយចង់ធ្វើតាមអញ្ចឹងអានឹងគេ modeling អញ្ចឹងបងប្អូនចង់មាន modeling ឬអ្នកណាម្នាក់ដែលមកធ្វើជា modeling របស់ខ្លួនឯងដើម្បីដឹកនាំដើម្បីឲ្យចិត្តរបស់យើងនឹងបាញ់ឈ្មោះទៅរកម្នាក់នឹងហើយមានគេហៅថាមានទឹកចិត្តនៅក្នុងការអនុវត្តមានទឹកចិត្តនៅក្នុងការបន្តដំណើរទៅមុខទៀតព្រោះឯងយើងចង់បានដូចគាត់យើងចង់មានដូចគាត់ចាអញ្ចឹងជូនពរបងប្អូនធ្វើបានដោយជោគជ័យទាំងអស់គ្នាណាសូមអនុវត្តទាំងអស់គ្នាដើម្បី